ហ្នឹងគឺយើង download វាដើម្បីជា database service អញ្ចឹងខ្ញុំដាក់វា manage បាទអត់ទេ position គាត់ហៅឈ្មោះ position ផ្សេងតែទៅធ្វើការខាងហ្នឹងដូច database administrator អាហ្នឹងក៏ធ្វើខាង data analysis database administrator អ្នក manage database អ្នក analyze database អូសុខឃើញគាត់ថាពួក position ទាំងអស់ហ្នឹងទៅក្រុមហ៊ុនធំបានរើសច្រើនហ្នឹងហើយដូចធនាគារហ្នឹងគេ database ពីច្រើននៅធនាគារហ្នឹងឯង database administrator បើមិនជាថាបានទុយមុំអីបើចាំត្រូវការអ្នកជំនាញនៅខាង database នឹងខ្លាំងហ្មងគាត់តែចេះ analyze ចេះធ្វើមកអញ្ចឹងពេលដែលយើងចូលក្នុង30វាមានកន្លែងរបស់យើងវាមានកន្លែងប៊ូតុងចុច start មាន start apache ជាមួយនឹង database MySQL DB វាឃើញ2អញ្ចឹងគឺយើងចុចប៊ូតុង start ហ្នឹងមកគាត់ថា interface របស់ខ្ញុំគឺខុសគ្នាអញ្ចឹងខ្ញុំចុចកន្លែង start all នេះមានភាសាទាំងអស់ទាំង3 service ហ្នឹងអូខេអញ្ចឹងពេលដែលយើងប្រើយើងត្រូវរៀងប្រយ័ត្នប្រយែងត្រង់កន្លែងនេះតិចពេលដែលយើងឈប់ប្រើតែយើង stop ហើយចាំយើង shut down computer បើថាយើងអត់ shut down ទេវា port យើង port database យើងវា already in use ពេលយើងបើកម្ដងទៀតយើង start ម្ដងទៀតកើតទេគេថាវា run ជាប់រហូតដែរពេលយើងបើកម្ដងទៀត run ម្ដងទៀតវាជន់គ្នាយល់អត់អញ្ចឹងន័យថារាល់ពេលដែលយើងឈប់ប្រើយើងត្រូវ shut down វាទៅអូខេអញ្ចឹងយើងចុច run ហើយនៅខាងក្រោយអា interface របស់យើងវាឃើញមានកន្លែងប៊ូតុង admin ចុចលើកន្លែងប៊ូតុង admin ហ្នឹងទៅអូខេប៉ុន្តែរបស់ខ្ញុំអត់មានទេតើខ្ញុំចូលមក browser ខ្ញុំបើក browser ហើយយើងវាយ local host ហ្នឹងវាយតាមហ្នឹង local host /php my admin enter ប៉ាំងមកវានឹងឃើញ interface របស់ database ប៉ុណ្ណឹងហើយបើកក្នុង browser ដោយសារមិញវា run លើ web តែយើងបើក2ពេលដែលយើង run ទៅបើកចំនួន2មាន MySQL មួយជាមួយនឹង Apache Web Service មួយអូខេអញ្ចឹងដល់ខាងនេះគឺជា database របស់ខ្ញុំហីអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំឲ្យមើល database មួយឈ្មោះ CRUD នេះអូខេ crew.check ដូចជា user ឃើញមាន start ច្រើនទៅអត់ start តែ2ខាងលើបានទេនេះអញ្ចឹងនៅក្នុងបាទចុច start អា2លើហ្នឹងហើយប៉ុណ្ណឹងហើយចុចអាកន្លែង admin អាទី2 admin អាទី2អាប៊ូតុង admin VP ហ្នឹងហើយហ្នឹងចុចមកវានាំមក page ហ្នឹងឃើញអត់គឺដូចគ្នាតែគាត់ថារបស់យើងចូលមកភ្លាមអត់មានឃើញច្រើនចេះទេនេះឃើញអត់វាមានបន្តិចញាប់បាទ start តាអាទី1អា Apache Web Service ហើយជាមួយនឹង MySQL ចុច start ហើយពេលវាដំណើរការហើយចុចអាប៊ូតុងប៊ូតុង admin ណាទៅនាំយើងមកចឹង admin របស់ MySQL ហ្នឹងហើយឃើញចឹងអត់ឃើញដូចរបស់ខ្ញុំណាវាស្តៀងអាទី2អា MySQL ចុចអា admin MySQL មកឃើញចឹងអានេះគឺជា database មកឃើញក្នុង screen របស់ខ្ញុំហ្នឹងគឺជា database ហើយនឹង table ហើយអូខេចឹងអ្វីដែលយើងប្រើហ្នឹងគឺជា relational database អីដែលយើងរៀនហ្នឹងណាអញ្ចឹង database គេបែងចែកវាចេញជាពីរប្រភេទធំមាន relational និង non relational database នេះឥឡូវមានថ្មីមាន time serial database អូខេនេះឥឡូវគេមាន3ប្រភេទតែពេញនិយមធ្លាប់ស្គាល់មាន2នេះមាន relational database និង non relational database ពួក non relational database គឺយើងអត់បានរៀនទេក៏ខ្ញុំប្រាប់ឲ្យដឹងពួក non relational database ហ្នឹងគឺគេប្រើសម្រាប់ជាការ store ទិន្នន័យប៉ុន្តែការ store ទិន្នន័យហ្នឹងវាអាចច្រើនរបៀបក្នុងការ store វាអាចជា file
វាអាចជា file text វាអាចជាតម្រង JSON តម្រង JSON ក៏បាននេះវាអាចជាតម្រង JSON អញ្ចឹងឃើញអាហ្នឹងសិតតែជាតិនន័យអាសិតតែជាតិនន័យឬក៏វាអាចជា text file វាអាចជា database វាអាចជា table និយាយទៅ any អីក៏ដោយដែលអាច store តិនន័យបានអាហ្នឹងគឺវាជា non relational គាត់ថាតិនន័យគេយកវា store ទុកហើយគេយកវាប្រើប្រាស់អាហ្នឹងជា database non relational ហើយ non relational គឺវា flexible ជាងអា relational មានថារបៀបដែលយើងអាច store វាបានច្រើនរបៀបនេះអានេះគឺជាប្រភេទរបស់database របស់យើងហ្នឹងអា non relational ហ្នឹងវាអាច store ជា document base ដូចជា file text file អីហ្នឹងមាន column base ហ្នឹងមានថាដូចជា table មានតារាងមាន row មាន column ណាហើយវា store និយាយទៅ database អត់បាក់យល់គាត់ថាកន្លែងនេះផ្ទុកតិនន័យគាត់ថារបៀបវាផ្ទុកខុសគ្នាតើណារបៀបវាផ្ទុកនេះនិយាយ non relational សិនអានេះមាន file មានអីទៅ key value pair ដូចជាតម្រងពួក JSON ចេះវាអាចជាតម្រងតិនន័យ store ទុកមាន key value អញ្ចឹងទៅអាហ្នឹងជាតម្រង JSON ហើយមាន graph database graph database ហ្នឹងមានន័យថានៅខាងក្នុងអា no relational អា no actual database ហ្នឹងគឺវាមិនមែនមានន័យថាវា not actual ទេមានន័យថាគឺវា not only វាលើពីហ្នឹងទៀតវាជារបស់អីនៅពីលើអា relational database អូខេហើយវាអាច content នៅ database បានច្រើនចូលគ្នាឧទាហរណ៍ថាវាអាចមាន5 database ចងចូលគ្នាទៅខ្ល้ายជា non relational មួយអញ្ចឹងទៅវាមានច្រើនលើសពីនឹង1 2ហ្នឹងតាមគេប្រើប្រាស់អូខេហើយជាមួយនឹងពួកអានក្រោមនេះអា distribute hits ណាហ្នឹងខ្ញុំអត់ដែរជួបដែរតែពួក graph នេះខ្ញុំធ្លាប់ជួប actual compatibility ចា3ក្រោមនេះខ្ញុំអត់ដែរជួបទេខ្ញុំធ្លាប់ជួបថាមួយជួបខាងលើនេះខ្ញុំជួបខាងលើនេះគាត់ដឹងអូខេអញ្ចឹង non relational database គឺវាគេពេញនិយមប្រើក្នុងករណីដែលអា system របស់គេឬក៏អា software របស់គេហ្នឹងវាត្រូវការ store តិនន័យច្រើនលើសពី store តិនន័យជា table ឧទាហរណ៍ថាវាចង់ store ជា text file ផងវា store database ច្រើនចូលគ្នាផងអាហ្នឹងគេប្រើ not only relational database ភាគច្រើនគេប្រើវាក្នុងក្រុមហ៊ុនធំដូចជាធនាគារអញ្ចឹងគេប្រើពួកអាហ្នឹងដែរមានថាគេប្រើទាំងអស់ណាគេប្រើទាំងអា relational ទាំងអា non relational ឧទាហរណ៍ថាដើម្បីឲ្យធនាគារច្រើនវាធ្វើការតិនន័យវាជាមួយគ្នាបានគេប្រើ non relational អញ្ចឹងទៅឬក៏ក្រុមហ៊ុនមួយវាធំខ្លាំងអញ្ចឹងទៅមានផ្នែកច្រើនចង់អាផ្នែកច្រើនហ្នឹង store តិនន័យចូលគ្នាទៅគេប្រើ non relational អញ្ចឹងទៅសិន non relational វា flexible អាចបាន type ច្រើនប្រភេទឥឡូវឧទាហរណ៍ថានៅខាងក្នុងផ្នែក cell គេ store ទុក file គេ store ទុកតិនន័យក្នុង file Excel ផ្នែកខាងមើលមានស្អីគេផ្នែក cell ផ្នែកខាងទីផ្សារអញ្ចឹងទៅគេ store តិនន័យចូលក្នុង relational database អញ្ចឹងទៅចាអាពីរហ្នឹងវាផ្នែកពីរផ្សេងគ្នាមិនអត់អារបៀបការ store តិនន័យវាពីរផ្សេងគ្នាប៉ុន្តែបើចង់ឲ្យពួកហ្នឹងផ្នែកចូលគ្នាបានគេប្រើ non relational អញ្ចឹងទៅយល់អត់អូខេតែខណៈពួកហ្នឹងគឺយើងអត់បាននេះទេខ្ញុំក្រោយនិយាយបញ្យល់ទេអូខេហើយអាពួក real time database នេះអាប់សម្រាប់ដូចយើងលេង game លេងអីឬក៏អាពួក real time ដែលវាធ្វើភ្លាមតិនន័យ store ទៅភ្លាមណាដូចក្នុង Figma អីចឹងក៏ដោយដែរ Figma យើងទាញដាក់ភ្លាមអាតិនន័យហ្នឹង store ក្នុង database ភ្លាមហ្មងដូច chat យើងលេង chat អញ្ចឹងយើងលេង chat សេប៉ាំងភ្លាម store ទុកភ្លាមហ្មងអត់យូរទេអាហ្នឹងពួក real time database អូខេអញ្ចឹងអីយើងរៀនគឺនេះ relational database relational database ដែលយើងរៀនហ្នឹងគេមានគេខ្លះនេះប្រភេទរបស់វាមាន Oracle មាន MySQL Oracle Microsoft SQL Server ដែលគឺយើងរៀននៅសាកលហ្នឹងហើយមិននឹង PostgreSQL ហើយទាំងអស់ហ្នឹងរបស់ស្រួលជាងគេនេះអាមួយនេះស្រួលជាងគេអាមួយហ្នឹងបន្តមកអាមួយនេះវាស្រួលដែរគេតែអានេះគេដាក់ពី easy to hard ពីស្រួលទៅបាក់ប៉ុន្តែអាកាន់តែពិបាកអាហ្នឹង performance វាកាន់តែល្អអានេះ performance វារៀង lag ជាងគេបន្តិចតែបន្តិចឯងបន្តមកវាអ្វីដែលល្អជាងគេវាលឿនយ៉ា
vậy là o hay bị lươn chính cái cứ Progress nè Progress nó lươn chính cái tận nào vào đấy anh đang biết mình sẽ biết con ta chia DB engine á chia mà sân sạp ran hay chỉ mùi năng tờ p đã khi dương vô mà sân sạp DB engine tờ ran actual khó khía là bươn việc khó khía hai được biệp trong cả xây với khó khía để khó khía mình tích vậy ok chắc vậy clay tới trong database kia dương riêng làm bấy đăng pi biệp trong cả store tôi tuần đấy rồi biệp trong cả ti vô tuần này đừng một ra mình biệp mình đây tuần đấy nóក្នុង database ហើយដើម្បីមិនឲ្យទៅនៅក្នុង database គឺគេប្រើភាសាថ្មីមួយដាច់ហ្មងអាហ្នឹងភាសាដាច់ហ្មងណាអត់មានតាក់ទងមួយ programming ណាផ្សេងទេអាហ្នឹងគេហៅថា actual ជាបោះដើមណាហើយ actual គឺវាធម្មតាវា simple ត្រង់ថាគេធ្វើឲ្យវាស្តៀងជាមួយនឹងភាសាអង់គ្លេសនិយាយទៅសេវស្តៀងមួយភាសាអង់គ្លេសទៅក៏យើងអានយល់ហ្មងវាធ្វើអីហ៎ហើយ actual ពាក្យពេញវាគឺ structure query language S structure Q និង query L language ក្នុងការពីមុនមកពេលគេបង្កើតវាមកវាមានពាក្យ English ក្នុងហ្នឹងប៉ុន្តែគេកាត់ចោល actual អូខេហ្នឹងហើយហើយយើងរៀនគឺ my actual នេះ my actual ហ្នឹងអាហ្នឹងវារៀង friendly មួយយើងជាងគេវាស្រួលជាងគេហើយ syntax ក្នុងការ save វាគឺទលាយហ្មងវាមាន feature ច្រើនប៉ុន្តែវា performance វារៀង lag ជាងគេហើយបើសិនបើយើងធ្វើឧទាហរណ៍ថាយើងរៀន PHP យើងរៀនអីផ្សេងក៏រៀន Java អញ្ចឹងចង់ deploy project យើងតេស្តមើលអញ្ចឹងយើងប្រើ MySQL ទៅព្រោះ hardware នៅពេលដែលយើងយកពេលយើង deploy យើងយក project យើងទៅដាក់ឲ្យគេប្រើបើសិនយើង host MySQL សម្បូរកន្លែង free ព្រោះអាហ្នឹងវា run លើ hardware សេរីចាស់បានណាប៉ុន្តែបើសិនបើជាមួយនឹង Progress អត់ទេ Progress ដូចជាពួក actual server ហ្នឹងទីមទីយើងបង់លុយភាគច្រើនទីមទីយើងបង់លុយវាកម្រមានអាគេ free ព្រោះវាត្រូវការ hardware ថ្មីវាត្រូវការពួក computer សេរីថ្មី hardware ថ្មីហើយត្រូវការ performance វារៀងខ្លាំងដែរអញ្ចឹងគេអាច free យ៉ាងម៉ែពួកអត់ទាំងអស់ហ្នឹងវាមានកន្លែង hosting free ប៉ុន្តែវា limit ច្រើនណាអូខេអូនិយាយរឿង hosting អញ្ចឹងពេលយើងរៀនទៅមិនតិចទៀតពេលដែលយើងរៀន web គ្រូគាត់ឲ្យនេះគ្រូគាត់ឲ្យ hosting PHP ចូលក្នុងគាត់ឲ្យរកកន្លែង hosting PHP អញ្ចឹងខ្ញុំប្រាប់នេះហើយឡូឆ្នាំក្រោយទៅគឺយើងរៀនឬក៏ប្រហែលខែក្រោយទៅគេដូរកម្មវិធីហើយជា move web មកឆ្នាំទី2វិញអញ្ចឹងនេះhosting web free ក្នុងហ្នឹងណាសម្រាប់អ្នករៀនភូមិរៀននៅណាក៏ដោយដែរបើគ្រូឲ្យ host web free ចូលក្នុងហ្នឹងទៅវា free យើង host ចំនួន4 website តែ assignment មានតែ2 web ទេហើយ host តែ2 web ហ្នឹងរួចខ្លួនហើយហើយយើងនេះហ្នឹងណាក្នុងហ្នឹងទុក host ទៅអញ្ចឹងបងមកនេះយើងវិញបើសិនបើគឺយើងចង់ free ហើយវា friendly វា easy learn អញ្ចឹង start ជាមួយនឹង MySQL អូខេអានេះ Progress នេះគឺ advanced អូខេអញ្ចឹងអាហ្នឹងគឺជាអីខ្ញុំបញ្យល់ពី database ហើយ structure query language ហ្នឹងគឺគេបង្កើតវាចេញពីភាសា C programming language ហ្នឹងណាហើយគោលបំណងនៃគេប្រើវាគឺដើម្បីឲ្យយើងអាច retrieve data ហើយមូលហេតុអីឃើញស្គាល់ទៅចុំតិនន័យ store ទុកក្នុងกระดาษបាន store យើង save ក្នុងกระดาษក៏ store ទុកបានមែនអត់យើងដាក់វាក្នុង file Excel ក៏ store ទុកបានមែនអត់ប៉ុន្តែវាអត់ online ណាពេលយើងប្រើជាមួយនឹង database មានថាណាគេក៏ដោយឲ្យតែមានអ៊ីនធឺណិតអាច access ចូល database បានក្នុងករណីថាយើងកំណត់ថាម្នាក់ហ្នឹងអាច access ចូលបាន access ចូលបានហ្មងវាស្រួលត្រង់ថាពេលដែលយើងចង់ធ្វើការមួយតិនន័យអីឧទាហរណ៍ថាតិនន័យយើងត្រូវការប្រើក្នុងមួយក្រុមហ៊ុនអញ្ចឹងទៅមិនចាំបាច់ឲ្យម្នាក់ហ្នឹងចាំដើរសុំអីសុំនេះអីមាន database មកទៅសេទៅ programming ទៅ manage database ហ្នឹងចង់បានអីបាននឹងមកអូខេវា access ជាលក្ខណៈ online database ខ្ញុំរកមើលវីដេអូប៉ែកនេះមួយគាត់និយាយ introduction ចូល database វាល្អហើយយើងមើលបន្តិចញាប់ឈ្មោះនេះប៉ែក Moss events. Hi, my name is Mosh Hamadani, and I'm super excited to be your instructor. In this 3-hour course, you're going to learn everything you need to get started with SQL or SQL. First, I'm going to give you a 3-minute introduction to SQL,
Then we're going to install the necessary tools and write our first SQL query. This course is ideal for anyone who wants to learn SQL from scratch, but also anyone with some basic knowledge who wants to fill in the missing gaps. By the end of this course, you'll be able to retrieve, insert, update, and delete data in databases. We'll talk about tables, relationships, different types of joins, subqueries, regular expressions, and much, much more. These are the essential concepts that every software developer or data scientist must know. This SQL course is packed with tons of exercises that help you both learn and remember the SQL syntax. Also, there is a table of content below this video, so you can quickly jump to a specific tutorial. Yeah. Let's start the course with a quick overview of databases, what they are, and how we use them. A database is a collection of data stored in a format that can easily be accessed. In order to manage our databases, we use a software application that can easily be accessed. Anh mình mày rồi, mình lại vô lại. Anh mình mày. Database is a collection of data that store format that easy to access. Database គឺជាបណ្ដុំនៃទិន្នន័យដែលវា store នៅក្នុងទម្រង់ងាយស្រួលក្នុងការប្រើប្រាស់ Okay. Accessed. In order to manage our databases, we use a software application called Database Management System or DBMS. នេះពេលដែលយើងរៀននៅសាកលគ្រូគាត់ជិះនិយាយអា DBMS ហ្នឹងណានិយាយដើម្បីមកទៅលើ database បានគឺយើងប្រើនៅ software ហើយពាក្យពេញនេះគឺ database management system គេហៅកាត់ថា DBMS ហ្នឹង We connect to a DBMS and give it instructions for querying or modifying data. The DBMS will execute our instructions and send results back. Now, អញ្ចឹងអានេះគឺជា database server នេះអានេះគឺជា database server ហើយ DBMS វានៅកណ្ដាលនៅពេលដែលយើងវា provide នៅ instruction របៀបក្នុងការ execute អីមិនខ្លាញ់សរសេរអីមិនយើង execute អា code ហ្នឹងទៅវាដំណើរការ run លើអានេះទេប៉ុន្តែ result ហ្នឹងនឹង show មកវិញនៅលើអា DBMS នៅយើងឃើញមានន័យថាយើងសរសេរទៅ code ហ្នឹង run លើ server របស់នេះទេ server របស់ database ទេប៉ុន្តែ result វិញវានឹងបោះឲ្យយើងឃើញវិញ Now, we have several database management systems out there, and these are classified into two categories, relational and non-relational, also called NoSQL. In relational databases, we store data in tables that are linked to each other using relationships. That's why we call these databases relational databases. Each table stores data about a specific type of object, like customer, product, order, and so on. SQL or SQL is the language that we use to work with these relational database management systems. It looks like this. We use SQL to query or modify our data. In this course, we're going to learn everything about this powerful language. Now, there are many different relational database management systems out there. Some of the most popular ones are MySQL, SQL Server by Microsoft, and Oracle. But of course, there are plenty more. Each database management system has a different flavor of SQL, but all these implementations are very similar and are based on the standard SQL specification. So most of the SQL code that you will learn in this course will work with any database management system. In this course, we'll be using MySQL, which is the most popular open source database in the world. All right, now back to this diagram. What about non-relational databases? In non-relational databases, we don't have tables or relationships. These databases are very different from relational databases, but that's a topic for an entirely different course. What you need to know is that non-relational database management systems don't understand SQL. They have their own query language. So we use SQL to work with relational database management systems. Now, before we jump in and install MySQL, let me clarify something quickly. As you talk to different people, you'll hear two different pronunciations of SQL, SQL or SQL. What is the correct way? Well, it depends on who you ask. And of course, everybody thinks their way of pronouncing this word is the right way. But here's a little history about this language. SQL was originally developed at IBM in the 70s, and back then it was initially called SQL, short for Structured English Query Language. But they changed the acronym to SQL because SQL was the trademark of an airplane company. So to this date, there's been an argument about what is the right way to pronounce this language. Generally speaking, people in non-English speaking countries call it SQL. I'm used to calling it
SQL, people in non-English country មានថាក្រៅពីប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសគេហៅ SQL ប្រទេសដែលគេប្រើប្រាស់ភាសាអង់គ្លេសជាភាសាដើមអាហ្នឹងគេហៅ SQL ភាសាពីដំបូងឡើយគឺវាមាន SQL SQL ហ្នឹងអាមានពាក្យអង់គ្លេសនៅពីក្រោយនេះអូ English វាមានពាក្យ English នៅក្រៅ SQL វាដំបូងណាប៉ុន្តែវាជាប់ជាមួយឈ្មោះក្រុមហ៊ុនដូចជាឈ្មោះក្រុមហ៊ុនឡានវិញទេប្រទេសគេដូរដាក់គេកាត់អាពាក្យ English ចោលដាក់សល់ SQL structure query language អញ្ចឹងគេជាប់អាពាក្យ SQL ហ្នឹងមកណាអញ្ចឹង SQL ว่า SQL short for Structured English Query Language. But they changed the acronym to SQL because SQL was the trademark of an airplane company. So to this date, there's been an argument about what is the right way to pronounce this language. Generally speaking, people in non-English speaking countries call it SQL. I'm used to calling it SQL because it's shorter and sweeter than SQL. But if you prefer to call it SQL, that's totally fine with me. I'm not going to get mad at you. So that's the history behind this language. But what about MySQL as a software product? Developers of this product prefer to call it MySQL rather than MySQL, but they don't mind if we call it MySQL. In this course, I'll be teaching you SQL with mind if we call it MySQL. គេចង់បកស្រាយកន្លែងថាយើងហៅវា SQL នៅប្រទេសគេគេហៅ SQL ប៉ុន្តែដល់ពេលដែលយកមកដាក់ជាមួយនឹង DBMS MySQL គេហៅ MySQL គេហៅ MySQL វិញវាញ៉ៃៗគេថាអញ្ចឹងI don't mind if call it and in this course I'll be teaching you SQL with MySQL. Hey guys, Mosh here. អញ្ចឹងអាហ្នឹងគេចប់ introduction to database ហ្នឹងគេព្រៀន database បែបហ្នឹងព្រៀនល្អគាត់ដាក់មកច្បាស់មកខ្ញុំ copy ឲ្យគាត់និយាយថាយើងចង់ទៅមើលវីដេអូបន្ថែមណាហើយនៅនាទីទីវិនាទីទី 3000 second 3000 second 3000 milli វិនាទីលើនេះឡយនេះកន្លែងនេះឧទាហរណ៍ខ្ញុំដូរដាក់មួយវិញ enter ប៉ាំងមកវាសារវីដេអូមកដើមវិញ Hi, my name is Mosh Hamadani and I'm super excited to be your instructor. In this 3-hour course, you're going to learn everything you need inside the brackets. In the second example, before E we have អូខេចាអញ្ចឹងយើង back មកកាន់នេះបើយើងវិញយើងបានដឹងខ្លាំងមិញពី relational database relational database ហ្នឹងគឺវា store ទៅនៃជា table ជាតារាងវា store ទៅនៃជាតារាងដូចក្នុង Excel អញ្ចឹងគាត់ថាគេធ្វើបែបហ្នឹងដើម្បីឲ្យ easy to access ងាយស្រួលក្នុងការចូលប្រើប្រាស់អញ្ចឹងដល់ពេលដែលយើងរៀនទៅលើ database ហ្នឹងអ្វីយើងត្រូវការបង្កើតមុនដំបូងគឺបង្កើតទៅលើ database ហ្នឹងនេះថានៅក្នុងដើម្បី store table បានយើងត្រូវតែមានរបស់ដែលក្តោបទៅលើ table ហ្នឹងដែលគេហៅថាជា database តើណាត់អូខេអញ្ចឹងយើងដើម្បីបង្កើត database បានឥឡូវខ្មែរយើងអាននេះគេបង្កើត database អង់គ្លេសបកប្រែយើង translate ទៅអង់គ្លេសធ្វើម៉េច create same មក create database អាភាសាហ្នឹងស្រួលដូចអង់គ្លេសហ្មង create database ហើយដាក់ឈ្មោះ database យើងមកតែឧទាហរណ៍ខ្ញុំដាក់ថា db Java អញ្ចឹងទៅ Java 101អញ្ចឹងទៅឧទាហរណ៍ណា db Java 01អញ្ចឹងទៅហើយប៉ុណ្ណឹងបង្កើត database បានបាត់ស្រួលចុច go ប៉ាំងមក execute ហើយក្នុងនេះវាមាន time execute query នេះយកពាក្យ query មិញណា query ថប់មែនអត់ដល់1 second ផងហើយមិនដល់អី49 millisecond ដូចជា49 millisecond ណាដល់សារ1000 millisecond បានស្មើជាមួយនឹង1 second អញ្ចឹង49 millisecond វា create បានលឿនខ្លាំងនៅលើហ្នឹងហើយបើថានៅលើ Postgres លឿនជាងនឹងទៀត create database ក៏ប៉ាំង create database ឲ្យភ្លាមមកអូខេណាហើយអាហ្នឹងយើងបង្កើត database រួចបាត់ហើយឥឡូវចង់នេះមួយទៀតចង់បង្កើត database មួយទៀត create database សេមកហើយនៅក្នុងហ្នឹងកន្លែងkeyword របស់វាហ្នឹងអា language ហ្នឹងយើងចង់សេអក្សរតូចក៏បានធំក៏បានចង់សេលាយក៏បានឲ្យទៅត្រូវជាមួយនឹងពាក្យវាថា create ឧទាហរណ៍ថា C O តូចចេះ A ធំចេះ E ហើយ A ចេះចង់ A ចេះក៏បានដែរនេះទេ A T E ចេះក៏បានដែរ create ដូចគ្នាវាសេមិនក៏បាន
ដាក់អក្សរ C នេះតូចជាង C O E A T E នេះធំតែឯងហ្នឹងគេទៅសេមិនគេឲ្យតែត្រូវពាក្យចង់តូចធំអីលាយចូលគ្នាធំតូចអីមិនក៏ដោយឲ្យត្រូវថ្ងៃហ្នឹងជា language របស់វាប៉ុន្តែ general នៅក្នុង SQL គឺគេប្រើនៅក្នុង MySQL គេសេអក្សរតូចចេះមកធម្មតាអញ្ចឹងណាប៉ុន្តែក្នុង SQL server គេចុច cap block សេយកហ្មង create ដើម្បីសម្គាល់ថានឹងគឺជាstatement របស់ database create database DB01 អញ្ចឹងទៅតោះណាអូខេអញ្ចឹងដល់ពេលដែលយើង create database រួចនៅខាងក្នុងនេះគឺវានឹង show យើងឃើញថាអា database របស់យើងហើយនៅក្នុងនេះគឺយើងអត់មានកន្លែង save ទេ query ហ្នឹងណាអត់មានកន្លែង save ទេឯយើង save ហ្នឹងគេហៅថា query ហើយអត់មានកន្លែង save query ទេដោយសារវា run នៅលើ web បើថាយើងចង់ទុកអា query ហ្នឹងទុកមើលតើ copy វាដាក់ក្នុង file មួយមកអញ្ចឹងfor example ខ្ញុំមានម្ដងនេះខ្ញុំមាន file មួយដើម្បីfile វាចង់បង្កើតជា file អីក៏បានដែរក៏យើងទុក text មើលនឹងទៅអត់បង្កើតជា file text ក៏បានប៉ុន្តែ file វាគឺ .sql ឧទាហរណ៍ដាក់ថា test.sql អញ្ចឹងហើយយើងផាសអាមិញមកផាសយកអា create database វិញមក copy ទុកណាដោយសារក្នុងហ្នឹងវានៅលើ web យើង store ទុកវាកើតវាមានកន្លែង file store ទុកវាយើងនេះទុកទៅតើណាត់ហើយនៅក្នុងហ្នឹងដើម្បី comment បានតើយើងដាក់ dash 2នៅពីមុខទេហើយដក clear ចេះ dash 2ដក clear ហ្នឹងគឺ comment ទេតើណាត់ dash 2 comment អញ្ចឹងខ្ញុំ create database នឹងរួចហើយខ្ញុំសាក reload មើល refresh នៅលើ page មួយខ្ញុំនេះមើលអញ្ចឹងវានឹងឃើញអា database នឹងមកអញ្ចឹងនៅក្នុងរបស់យើងបើសិនបើ database របស់យើងមានឈ្មោះដូចគ្នាឧទាហរណ៍ខ្ញុំមានធ្លាប់មាន DB ដូចគ្នាវានឹង group របស់ពួកហ្នឹងចូលគ្នាបងមិញបងខ្ញុំដាក់អីគេ DB Java នេះ DB Java 01គេតែគេឃើញថាពួកនេះឃើញវាអាខ្លះវា group ចូលគ្នាហ្នឹងដូចឧទាហរណ៍កន្លែងនេះគឺខ្ញុំមានឈ្មោះ database ដែលផ្ដើមដោយ DB ដូចគ្នាមាន DB PHP 001អានេះ DB test 001អញ្ចឹងវាផ្ដើមដោយ DB ដូចគ្នាវានឹង group ចូលគ្នាដើម្បីឲ្យយើងឃើញ database របស់យើងទីជាងមុនអូខេចាអា database យើងបង្កើតមិញនេះ DB Java ហ្នឹងឯងតើណាត់អូខេអញ្ចឹងពេលខ្ញុំសរសេរប៉ុណ្ណឹងរួចហើយខ្ញុំសរសេរជាមួយ create database មិញណាឥឡូវថតខ្ញុំអត់តាន់លុបមិញខ្ញុំអត់តាន់លុបណាតែមិញច្រឡំលុបបាត់ create database DB 001 DB Java 0 បានដងណាអូ01ធម្មតាណាថាតើអូខ្ញុំចង់បង្កើត database មួយទៀត create database DB ឥឡូវនេះដាក់ដូចដោយសារមិញខ្ញុំចង់ដូចឧទាហរណ៍ខ្ញុំបានលុបអញ្ចឹងណា Java 02ម្ដងទៅយើងមាន1មាន2ប៉ុន្តែដល់ពេលដែលយើងចុច run ទៅវានឹង show error មកវាប្រាប់ថាមិន cannot create database DB Java ខ្ញុំនិយាយទៅកាលនៅពីតូចខ្ញុំធ្លាប់ផឹកទឹកអាស៊ីអញ្ចឹងដល់ពេលអាពាក្យខ្លះខ្ញុំនិយាយវាចង់ចេញមិនមែនតង់អង់គ្លេសណាវាប្រណោតចង់ចេញពេលខ្លះខ្ញុំអាន DB អញ្ចឹងអូខេវាប្រាប់ថានេះអា DB ហ្នឹងគឺ already exist មានរួចហើយហេតុអីយើងមើលអា Java 01ហ្នឹងមានតែមែនអត់ប៉ុន្តែពេលដែលយើងរ៉ានទៅយើងចង់បង្កើតតែមួយនេះរ៉ានមកមួយនេះមួយទៀតដែរឃើញទេប៉ុន្តែក្នុងករណីហ្នឹងយើងអត់ចង់លុបលើនេះទេនៅខាងក្នុង MySQL គឺវាមាននៅ feature មួយយើង select លើមួយណាវារ៉ាន line មួយហ្នឹងឯងឧទាហរណ៍ខ្ញុំចង់ select លើនេះរ៉ានតែមួយហ្នឹងឯងតែភាសានេះយើងប្រើលើ ZAM ពីរឿងតប៉ែនេះក្នុងហ្នឹងណាយើងចង់ឲ្យរ៉ាននឹងមួយ select អានឹងមួយអត់ឲ្យរ៉ានទៅទាំងអស់អញ្ចឹងវិធីគឺយើងទៅ comment វាចោលមកដាក់ speed អញ្ចឹងមកតោះណាហើយក្នុងនេះវាចេះទៀតដាក់សាអត់ដក clear អត់ comment ឲ្យដូចខ្ញុំប្រាប់មិញអញ្ចឹងបើថានៅក្នុងដូចក្នុង VS Code របស់យើងគ្រាន់ដាក់ dash 2 ដង comment ឲ្យហ្មងប៉ុន្តែនេះ dash 2 ដងអត់ comment ឲ្យតើដក clear ចេះមួយទៀតតើណាអញ្ចឹងដូចអាប៉ែនោះថាមិញអញ្ចឹងថាSQL គឺ work everywhere ប៉ុន្តែវា similar ស្តៀងគ្នាវាដូចគ្នាបែបហ្មងតែវាស្តៀងគ្នាក៏យើងយល់អាស្តៀងគ្នានឹងខុសគ្នាបន្តិចបន្តួចហ្នឹងយើងអាចសរសេរនៅលើ DB engine មួយទៀតបានបាទឧទាហរណ៍ឥឡូវយើងរៀនលើ MySQL ថ្ងៃក្រោយយើងសរសេរលើ SQL server ស្តៀងគ្នាខុសគ្នាបន្តិចទេតើណាដូចអាកន្លែង comment ហ្នឹងអញ្ចឹងអូខេអញ្ចឹងខ្ញុំចុច run មកទៀតទៅ go នេះកន្លែង go ពងមកវាថា create database ឈ្មោះនេះជោគជ័យនេះ
ហើយវាថោករយៈពេលប៉ុណ្ណេះហ្នឹងលឿនកាន់តែលឿនទៀតណាពងមកអាហ្នឹងអាស្រ័យលើម៉ាស៊ីនវារ៉ានលើដែរម៉ាស៊ីនវារ៉ានលើខ្លាំងហ្នឹងលឿនខ្លាំងហ្មងប៉ុន្តែដូចខ្ញុំនិយាយមិញចឹងថាវានៅទីជាងអានោះឯងអាស្អីគេផុករ៉េហេប៉ុន្តែក្នុងហ្នឹងគឺវានេះមួយត្រង់ថាដល់ពេលដែលយើង refresh ទៅវានឹងបាត់ reload ឬក៏យើងចេញមក page មួយទៀតណាពេលយើងចេញចូលទៅ page ហ្នឹងវិញអានេះដូចលើ browser ដូចយើងមើល web ចឹងណាបាត់ហើយគឺយើងចុចកន្លែង get auto query កាលមុនយើងបើសិនជាខ្ញុំអត់តាមបានចុចកន្លែងហ្នឹងទេមានន័យថាដល់ពេលយើង save គឺវានឹងអត់ save ទុកឲ្យយើងទេតើយើងចុចកន្លែង get auto query នេះក្នុងការន័យថាយើងកំពុង save ទៅយើងច្រឡំដៃអូសយើង save មកកណូបង្កើត table បង្កើតអីហើយយើងច្រឡំដៃអូសចេញប៉ាំងបាត់ click ចូលវិញបាត់ click អស់អានេះគឺ save ម្ដងទៀតមិនអត់អញ្ចឹងចុចកន្លែង get auto query ហ្នឹងមកវានឹង save យើងបើថាយើងអត់ដែរចុចទៅវាអត់ save ឲ្យទេអញ្ចឹងដើម្បីការពារនៅពេលដែលយើងទៅ save រួចអាសាចុចកន្លែងនេះ get save ហ្នឹងទៅវានឹង save អានឹងទុកឲ្យយើងណាដល់ពេលដែលយើងច្រឡំដៃអូសចេញមកវិញទៅអត់មានបញ្ហាបាត់អា query របស់យើងទេអូខេអាហ្នឹងគឺជារបៀបក្នុងការ create table មួយទៀតគឺ create database create database មិនអីប៉ុណ្ណាបង្កើតអូខេមួយទៀតរបៀបការពារក្នុងករណីថាបើសិនបើ database របស់យើងនឹងវាមានរួចហើយប៉ុន្តែយើងបង្កើតកុំឲ្យវា error create មើលបង្កើតកុំឲ្យ error គិតមានន័យថាតើយើងបង្កើតបើសិនបើវាអត់មានបើសិនបើវាមានបាច់បង្កើតទេ create database create create មក create database ឧទាហរណ៍ថា db java 01 if not exist wait create database cho biết if not exist đã khối vậy một vậy hai con cạn này nếu bây giờ ba statement này chia statement trong rau cái bài trăm bớt mi cái lắm các bạn này và ta sân bao vi chia statement từ bồn rồi cả đà cái đạt mi cái lắm đó ok chuyện gỗ bồn ăn miên đi bi cha ba xong nuôi tao ăn miên này rồi ở đây ở error tham anh thơ ở error mà anh không không tham anh bao giờ error vì tha cannot create database thế và cả đặt cao tỷ hạt đấy sao vía already exist rồi đó phần tái việc load error máu này để sang lại nên chương pra bị tham mấy pra thá create person bạn miền create database if not exist như ta đôi ăn lên phải bên người nào ở coi việc ăn lên sao hay xây bác sẽ điên mùi bịa cái pra gì đó đấy chân xạ pra cao mà xạ xem cao mà trời con video cháu